នេះតាមស្មួយបាទបានមកចាំជើងរត់ប្រាក់បាទ5នាទីចុងក្រោយបាទមានគ្រាប់បាល់បន្ថែមពីខាងក្រុងខេត្តមេរុំឬក៏វាសាវាសាពីខាងមកប្រកាន់ស្មាបាទក្នុងនាមគណៈកម្មការរៀបចំនៃការប្រកួតបាទសូមគោរពថ្លែងអំណរគុណចំពោះអាដាមលោកទីលោកស្រីដែលបានខំគាំទ្រដល់ការប្រកួតកីឡាជ្រើសរើសជើងឯកបាទមធ្យមសិក្សាថ្នាក់ខេត្តឆ្នាំ2015ដែលមានវិទ្យាល័យទៅទៅហើយបានប្រឹងប្រែងអភិបាលនៅគណៈអាវ៉ាខេត្តបានផងតាមរយៈលោកវិទ្យាល័យគឺថាអភិបាលរងខេត្តទៅប្រឹងជំនាញពីវិញទៅបាទដល់ជួបជួបតាមស្មា77បាទនៅក្នុងវគ្គទី2នេះជួបតាម77របស់កែស្មាបានបានជួយនេះបាទវគ្គទី1បាទគិតពីចម្ងាយគាត់បានមានជួយមកបាទខ្ញុំដាវីនជួយទៅអត់ដល់ជឿបញ្ញាបញ្ញាដូចចឹងហ្នឹងបាទអត់បានបាទខ្ញុំបាទគាត់មកហើយនេះមកទៅបីចូលមកហើយកាត់ជិះមកមកទៅបាទលោកដែរតែទៅក្រៅមកមកខាងណាបាទឬក៏អត់ជិះត្រង់មកដល់ទឹកនេះណាមើលទៅនេះមានតាក់នេះមើលដៃអត់មើលដល់បាទបាទទៅបាទបាទក្នុងទីនេះមានកីឡាករបាទចូលដាក់ហើយហើយក្រុមបាទអត់មានកីឡាករម្នាក់ដែរដែលចូលប្រកួតជាតិបាទចុះខំនៅរូបបាទទីកីឡាករកាត់ដារ៉ូបាទតែចូលប្រកួតជាតិលេងឲ្យតំណាងបាទជាតិរបស់នេះបាទហើយនឹងកីឡាករម្នាក់ទៀតបាទកីឡាករបាទទៅនេះបាទបានចឹងជម្រើសជាតិតែចេញមកពីបាទយុវជនខេត្តមណ្ឌលគិរីគឺបានបង្ហាញបាទនៅក្នុងទីនេះវិញបាទមួយឲ្យដៃគូដាវីតកាត់មកក្លាកត់ទៅលើថ្មីទៅចូលថ្មីបាទបាទដាវីត